ជំរាបសួរបងប្អូនតោះអញ្ចឹងយើងមកវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃសម្រាប់ធ្វើការជួញដូរនៅថ្ងៃទី23ត្រូវថ្ងៃសុក្រចុងសប្តាហ៍អញ្ចឹងថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលយើងអាចបន្តនៅក្នុងការ trade នៅក្នុងសប្តាហ៍នេះផងដែរអញ្ចឹងយើងមកមើលទៅលើតម្លៃទីផ្សារមាសបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុង04956ដុល្លារក្នុង1អោនដែលស្មើនឹង5971ដុល្លារក្នុង1តម្លឹងតម្លៃទីផ្សារដែលបានឡើងខ្ពស់កាលពីព្រឹកមិញស្ថិតនៅក្នុង04960ជាងក្បែរ04970ដុល្លារក្នុង1អោនបងប្អូនយើងមើលទៅក្នុង1តម្លឹងខ្ទង់6000ដុល្លារហើយបើយើងគិតជាគីឡូក្នុង1គីឡូគឺខ្ទង់150,000ជាងក្បែរ160,000ដុល្លារហើយក្នុង1គីឡូអាចថាថ្លៃខ្លាំងមែនទែនមាស1គីឡូគឺទិញបានផ្ទះមួយល្វែងបងប្អូនអាចថាវេលាកូនកាត់មួយតម្លៃ160,000ដុល្លារផងដែរហើយមាសបច្ចុប្បន្នគឺថ្លៃខ្លាំងមែនទែនបើសិនជាយើង compare ជាមួយ Bitcoin គឺឡើងថ្លៃលើសដោយសារ Bitcoin ធ្លាប់ឡើងខ្ពស់បំផុតត្រឹម120,000អញ្ចឹងឥឡូវនេះគឺមាសត្រឹមតែ1គីឡូតែប៉ុណ្ណោះគឺស្មើនឹងផ្ទះមួយល្វែងតម្លៃក្បែរ160,000ដុល្លារផងដែរបងប្អូនតម្លៃទីផ្សារមាសឡើងខ្លាំងមែនទែនកាលពីយប់មិញគឺមួយយប់ទេបងប្អូនបន្ទាប់ពីទិន្នន័យចេញព័ត៌មានឡើងខ្ទង់100លេខបន្ថែមមកលើទៀតផងដែរអញ្ចឹងតម្លៃបច្ចុប្បន្ននេះគឺវិកៀតនឹង05,000ដុល្លារក្នុង1អោនអញ្ចឹងតម្លៃទីផ្សារថ្ងៃសុក្រនេះអាចថានឹងឡើងទៅបន្ថែមទៀតដល់តំបន់ហ្នឹងឬក៏អាចលើសនឹងតិចតួចក៏ថាបានដែរអញ្ចឹងសម្រាប់ទិសដៅនៃតម្លៃទីផ្សារមាសដែលបានឡើងច្រើនកាលពីយប់មិញអញ្ចឹងទំនោរទីផ្សារនៅតែ up trend ហើយយើងក៏ព្រួយបារម្ភរឿងមួយដែរដោយសារតែទីផ្សារគិតពីឡើងនឹងឡើងច្រើនខ្លាចថាឡើងដល់តំបន់កំពូលណាមួយទីផ្សារនឹងបកត្រឡប់ចុះមកក្រោមវិញខ្ទង់ around 100ទៅ2ឬក៏300លេខវិញក៏ថាបានដែរអញ្ចឹងទំនោរទីផ្សារដែលកំពុងតែ up trend ហើយឡើងខ្លាំងបែបនេះអ្នកដែលទិញគឺមានឱកាសទទួលបានផលចំណេញច្រើនសម្រាប់បងប្អូនដែលលក់ឬក៏ផ្ដោតទៅលើការលក់អាចនឹងប្រឈមទៅលើការជាប់ហូរច្រើនបន្តិចឬក៏កំពុងតែ holding ខាតដោយសារតែតម្លៃទីផ្សារបន្តឡើងហើយឡើងទៀតអញ្ចឹងនៅក្នុងតំបន់នេះសម្រាប់ចូលមកកាន់ការវិភាគប្រចាំថ្ងៃសម្រាប់ធ្វើការជួញដូរនៅថ្ងៃទី23តាមការ recommend យើងអត់ដឹងថាត្រូវទិញរបៀបម៉េចដោយសារតែវាខ្ពស់ខ្លាំងពេកបច្ចុប្បន្នតម្លៃទីផ្សារស្ថិតនៅក្នុង04950ជាងទៅ60ជាងអញ្ចឹងខ្ពស់ខ្លាំងមែនទែននៃប្រវត្តិតម្លៃទីផ្សារមាសបច្ចុប្បន្នហើយអញ្ចឹងបើសិនជាយើងទិញនៅតំបន់ខ្ពស់យើងព្រួយបារម្ភថាតើទីផ្សារបន្តឡើងទៅលើថែមទៀតឬក៏ចុះមកកោវិញខ្លះយ៉ាងណាក្តីតាមការជួញដូរយើងគួរតែរងចាំទិញដោយសារតែលំហូរ up trend អញ្ចឹងរងចាំទិញវិញប៉ុន្តែរងចាំហ្នឹងគឺឲ្យតម្លៃទីផ្សារចុះមកខាងក្រោមឧទាហរណ៍ដូចជាតម្លៃទីផ្សារបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុង04960 ដុល្លារក្នុង1អោនយើងអាចរងចាំឲ្យតម្លៃទីផ្សារទម្លាក់ខ្លួនចុះមកបែបនេះចុះមកដល់តំបន់ទាបអាចថា04930ដុល្លារក្នុង1អោនឬក៏04900យើងអាចធ្វើការទិញត្រឡប់យកទិសដៅឡើងទៅលើបន្តទៀតដែលគោលដៅធំអាចនឹងឡើងមកដល់05000ដុល្លារក្នុង1អោនឬក៏លើសនឹងទៀតក៏ថាបានដែរអញ្ចឹងសម្រាប់ទំនោរ up trend លំហូរ up trend យើងអាចរងចាំទិញរបៀបណាគឺយើងទិញរបៀបចេះឡើងមករងចាំចុះមកដល់តំបន់ទាបហើយចាំទិញហើយទាញផលចំណេញគឺបង្កើតទៅជាលំហូរ up trend ឡើងមកលើវិញបែបនេះសម្រាប់ការទិញអត់ខុសទេឲ្យតែយើងបានទិញនៅតម្លៃ low ឬក៏ហៅថាតម្លៃទាបកុំទិញនៅតំបន់ខ្ពស់ក្រែង low តម្លៃទីផ្សារបកត្រឡប់ចុះមកក្រោមច្រើនលេខអាហ្នឹងគឺអាចប្រឈមជាប់ទិញនៅក្នុងតម្លៃខ្ពស់ផងដែរអញ្ចឹងទាំងនេះគឺជាការ update នៃការវិភាគទិសដៅគឺលំហូរនៅតែ up trend លំហូរគឺឡើងអញ្ចឹងយើងអាចរកឱកាសទិញនៅពេលដែលតម្លៃទីផ្សារអាចថារងចាំឲ្យបត់ខ្លួនចុះមកក្បែរ04930 4900ឬក៏អាចក្បែរក្រោមនឹងតិចតួចហ្នឹងឯងដោយសារតែតម្លៃទីផ្សារពេលខ្លះទៅយើងអាចរងចាំល្អជាជាងដែលយើងកំពុងតែចង់ចូលព្រាមនៅក្នុងពេលបច្ចុប្បន្ននេះផងដែរចូលមកកាន់តម្លៃទិញលក់ប្រចាំថ្ងៃនៅថ្ងៃទី23តំបន់ទី1យើងអាចទិញនៅ04930ដុល្លារហើយតំបន់ទី2គឺ04906ហើយតំបន់ទី3គឺ04885ដុល្លារក្នុង1អោនហើយតំបន់ដែលយើងលក់វិញគឺ04975តំបន់ទី2គឺ04996ដុល្លារហើយតំបន់ទី3គឺ05016ដុល្លារក្នុង1អោនតាមទិសដៅនៃលំហូរទីផ្សារនេះគឺឡើងកាច់ឡើងបែបនេះបើឲ្យចុះគឺអត់ច្រើនទេយើងមើលទៅអត់ទាន់ចុះច្រើនអញ្ចឹងនៅក្នុងសប្តាហ៍នេះតម្លៃទីផ្សារយប់នេះឬក៏ក្នុងថ្ងៃនេះអាចនឹងលោតមកដល់តំបន់5000ដុល្លារក្នុង1អោនឬក៏លើសនឹងតិចតួចអាចថាបានដោយសារតែវាកំពុងតែ up ឡើងខ្លាំងហើយទីផ្សារយើងមើលបច្ចុប្បន្ននេះដូចយប់មិនជាការលើកឧទាហរណ៍ចាក់ស្ដែងគឺឡើង100លេខជាងក្នុងមួយយប់ណាអញ្ចឹងថ្ងៃនេះបើត្រូវឡើងទៀតក៏បុកត្រឹមរយៈពេលត្រឹមតែ3 4 5ម៉ោងអាចមកក្បែរ5000ដុល្លារក្នុង1អោនហើយអញ្ចឹងតាមការជួញដូរនឹងទិសដៅគឺយើងអាចមើលទៅលើលំហូរ structure 5នាទីឬក៏15នាទីដើម្បីធ្វើការទិញខ្លីៗសតខ្លីៗទៅកុំព្យាយាមទិញវែងពេកអីដោយសារតែបារម្ភទីផ្សារចូលមកកុំច្រើនហើយតំបន់ដែលយើងលក់វិញគឺយើងនៅតែអាចលក់ខ្លីៗដូចគ្នានៅក្នុងតំបន់4979ឬក៏05000ដុល្លារក្នុង1អោនហើយការលក់បើសិនជាថ្ងៃនេះថ្ងៃសុក្រចុងសប្តាហ៍យ៉ាងណាក្តីកុំព្យាយាមលក់ប្រហូរ profit រហូតដល់ថ្ងៃច័ន្ទអីអត់ល្អទេដោយសារតែយើងអត់ដឹងថាថ្ងៃច័ន្ទកំឡុងពេលសម្រាប់ទីផ្សាររយៈពេលថ្ងៃសៅរ៍និងអាទិត្យផ្សារនឹងអាចហោះឡើងទៅលើបន្ថែមទៀតឬក៏យ៉ាងណាអញ្ចឹងការជួញដូរនៅក្នុងថ្ងៃសុក្រនេះយើងអាចនឹងមានការប្រុងប្រយ័ត្នបន្តិចដោយសារតែយប់ជ្រៅជាយប់បិទផ្សារនៅក្នុងសប្តាហ៍នេះផងដែរអញ្ចឹងយើងសង្ខេបខ្លីទៅលើតម្លៃក៏ដូចជាលំហូរទិសដៅមាសគឺលំហូរ up trend ការជួញដូរដែលល្អខ្លាំងគឺយើងរងចាំទិញនៅ04930 4900ឬក៏4885ដុល្លារក្នុង1អោនសម្រាប់ការវិភាគតម្លៃមាសមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូបន្តទៀត